ទាំងពិភពលោកក៏ដកដួអាណិតមេដំរីនឹងកូនចាំថ្ងៃទិវាមេដាអន្តរជាតិដែលសុកចិត្តឲ្យគេដាក់ច្រវាក់ឈរមើលកូនដែលត្រូវបានឡានបុកកិនជាប់នៅពីក្រោមតាំងពីយប់រហូតដល់ព្រឹកមិនដើរទៅណាចោលកូន